នេះគឺជាផ្នែកមករបស់ម៉ាស៊ីនត្រជាក់ផ្ទៃក្រោមត្រង់នេះគឺ IC IBM សម្រាប់អូសម៉ូតូឬក៏អូស compressor ហើយអានេះគឺជា processor វានេះគឺជា IC memory ឬក៏ IC program មួយនេះក៏អាចជា IC program ដែរចាំមើលខ្ញុំឆែកវាមើលសិនតើមួយនេះធ្វើការផ្នែក program អីមួយនេះធ្វើការផ្នែក program អីហើយចំពោះបញ្ហាអស់ហ្នឹងបើសិនជាយើងមានម៉ាស៊ីនចម្លងដែលជាប្រភេទម៉ាស៊ីនថ្លៃគឺយើងអាចចម្លងបានហើយយើងមាន program ដែលគេអត់បិទបើសិនពួកប្រភេទ program បិទយើងច្រឡំអត់ចេញដែរទេណាហើយ processor នេះគឺអត់មាន program ហ្នឹងទេវាធ្វើការគ្រប់គ្រងផ្នែកបច្ចេកកម្ម IC IBM នេះក៏ដូចជាធ្វើការគ្រប់គ្រងទៅលើ motherboard ទាំងមូលហ្នឹងគេហៅថា block motherboard វាមាន processor វាមាន memory ចំពោះផ្នែក power supply របស់ board នេះគឺវានៅ block ខាងនេះ block filter វាត្រង់នេះដូចជាដាច់គ្រឿងមួយដែលជាគ្រឿងដែលសម្រាប់ការពាររន្ទះវាអាចថាវាជាគ្រឿងមួយដែលសំខាន់ផ្នែកការពារសុវត្ថិភាពពេលដែលយើងរន្ទះនោះបើវាខូចបកនេះវាខូចតែគ្រឿងនេះទេហើយ full set នេះគឺធ្វើការផ្នែកភ្លើងលើសដូចជារន្ទះមកអីក៏វាធ្វើឲ្យfull set នេះអាចដែរសំណួរដែលគាត់សួរថាតើ110និង220វាខុសគ្នាត្រង់ណាអានេះគឺភ្លើង220ខ្ញុំឆែកមកសិនកងដង់វាគឺកងដង់ប្រហែលវ៉ុលកងដង់400វ៉ុលកងដង់400វ៉ុលនេះគឺក្រោះគឺជាផ្នែក power supply ដែលស៊ីឬក៏យើងបញ្ចូលភ្លើងចូលវាគឺ220ណាដាក់110អត់ដល់ទេអញ្ចឹងកងដង់នេះក៏សម្រាប់ប្រើប្រាស់220 Valstor នេះក៏220កងដង់នេះក៏220 Thermistor នេះក៏220សម្រាប់ធ្វើកម្មភ្លើង220បើយើងយកពួកហ្នឹងដាក់លើផ្នែក power supply 110គឺអត់បានទេវានឹងធ្វើកាត់វានឹងអត់ឲ្យបត់ធ្វើការតែម្ដងចំពោះpower IC នេះមិនថា110មិនថា220ទេអត់អីទេអត់ត្រូវការដូរទេយើងដូរតែបើយើងឧទាហរណ៍ថាអានេះជាបត់ភ្លើង110បើយើងចង់កែដាក់220យើងត្រូវមើលកងដង់ប្រភេទបើសិនជាវាភ្លើង110វាដាក់250អញ្ចឹងយើងដូរដាក់មកត្រឹម400V 450V ដូចគ្នាមកVoicip ក៏ដូរ Valstor ក៏ដូរ Thermistor ក៏ដូរដែរ Valstor Thermistor កងដង់យើងមើលលើអក្សរសម្គាល់នេះអានេះគឺអក្សរ V អញ្ចឹងអានេះជា Valstor អានេះអក្សរ C គឺជាកងដង់ C កងដង់ហើយអានេះគឺអក្សរ F គឺ Voicip នេះណា Voicip ខ្ញុំថាវាកាត់បន្តិចដោយសារតែវាអត់ត្រូវស្មុគស្មាញច្រើនណាស់នេះ Thermistor ដោយសារតែយើងបានបញ្ចូលលំអិតពីពួកនេះនៅក្នុងមេរៀនផ្នែក power supply អស់ហើយអញ្ចឹងពេលដែលគាត់សួរពេលដែលសិស្សមកខ្ញុំសួរខ្ញុំថតវាកាត់ហើយនឹងបញ្ចូលទៅកាន់គាត់ខ្លះហើយបើគាត់ចាំអានលំអិតគឺយើងទៅមើលមេរៀនគោលនៃ power supply នៅក្នុងនេះមេរៀននេះគឺយើងបានបញ្ចូលមិញគឺមានអីខ្លះគឺ block power supply វាដំបូងគេបំផុតគឺយើងចូលភ្លើង AC ហើយមាន Voicip មាន component មួយគឺការពាររន្ទះមានកងដង់ពីក្របអានេះកងដង់ឬក៏Valstor គឺជា Valstor ទេណានេះអក្សរ V Valstor នេះក៏ Valstor ដែរប៉ុន្តែពណ៌វាខុសគ្នាអានេះវាអត់មានប្រើកងដង់ទេប្លុកនេះនេះកងដង់ណាជាកងដង់អញ្ចឹងយើងឲ្យយើងចេះមើលអក្សរនៅលើ board វាគឺមានចំណាំហើយរបៀបវាស់វាទាំងអស់គឺនៅក្នុងមេរៀនមូលដ្ឋានគ្រឹះគឺមានណានេះគឺជាយក grid IC IBM កងដង់គីមីកងដង់មានពណ៌គឺកងដង់គីមីណានេះកងដង់គីមីដែរត្រង់ចំណុចនេះយើងមើលវាដាក់អក្សរអីគេអានេះគឺជា regulator 7805ណា7805នេះគឺជា IC គ្រប់គ្រងរ៉េមួយនេះហើយដូចជាមែនទេចាំមើលខ្ញុំឆែកឲ្យមើលថាវាគ្រប់គ្រងអីគេលេខវានេះគឺជាអក្សរអីគេនេះក៏ជា regulator ដែរគឺដូចជាមែន305អីទេប៉ុន្តែវាជា regulator ដែរនេះគឺជា relayចឹងរបៀបវាស់ទាំងអស់នេះគឺមានណាសិស្សមូលដ្ឋានគ្រឹះដែលថ្មីគឺអាចស្នើសុំមកគ្រូបានតើតើនឹងការវាស់គ្រឿងទាំងអស់អញ្ចឹងមិនថាបតធម្មជាតិ Samsung ឬក៏ LG ទេនេះបតអាមុខវាគឺភ្លើង220ដូចគ្នាដែរអាមុខវាដាក់ 500V 100 micro អញ្ចឹងគ្រឿងវាដូចគ្នាណាដូចខ្ញុំនិយាយខាងទៀត Voicip Valstor គេអក្សរ V អានេះសារ៉ានវាអានេះគេហៅថា inductor relay អានេះជាមួយអក្សរវាសិនអក្សរសម្គាល់វា
x xc nữa này cộng đóng dột bridge chỉ viên chữ 4 dột bridge này thêm stop resistance thêm stop ởประกัน pole ตลอดទេ resistance អត់ប្រកាន់ណាប៉ុន្តែបើកងដងប្រភេទនេះក៏ប្រកាន់ដែរណាកងដងប្រកាន់ទេលើកងដងគីមីមួយទៀតប្រកាន់ហើយអានេះយើងអាចត្រឡប់ដល់បាន inductor ហើយបើ relay គឺយើងដាក់ឲ្យត្រូវអានេះគឺ varistor នេះគឺ relay យើងទៅដាក់ត្រូវជើងវាចំពោះ positive ក៏អត់ខ្វល់ដែរយើងដោះត្រឡប់ឡើងក៏បានអានេះ connector វាទេឯណា processor របស់ board នេះជា processor របស់វានេះគឺជា IC memory អត់ឃើញ crystal ទេណាចាំមើលខ្ញុំបរកមក crystal នេះជា crystal មួយដែរ crystal ក៏សំខាន់ដែរណាអរគុណ10នាទី6នាទីនេះសង្ឃឹមថាអាចនឹងអ្នកដែលថ្មីអាចចូលបានខ្លះហើយចំពោះសិស្សដែលគាត់បានរៀនដល់ថ្នាក់ចូលថ្នាក់ស៊ីជម្រៅគឺអាចទទួលបានមេរៀនពី processor ធ្វើការបែបម៉េចហើយធ្វើម៉េចឆែកដែរថាវាធ្វើការអីខ្លះអរគុណបាយបាយ